សួស្តីបងប្អូនអរគ្នាយើងថ្ងៃនេះគឺយើងមកសម្រាយរឿងថ្មីមួយដែលមានឈ្មោះថា One Piece ដែលជារឿងរបស់នេះគឺជាសាន់ជីបងប្អូនកុំភ្លេចចូលដល់វីដេអូកុំភ្លេចធ្វើការជួយចុចមេដៃឬមួយបដងខមមិនម្នាក់មួយផងកុំភ្លេចជួយចុចជាវម្នាក់មួយផងខ្ញុំអ្នកទៅធ្វើវីដេអូថ្មីអូខេផ្ដើមសាច់រឿងមកនឹងយើងបានឃើញសត្វចចកច្រឡំសត្វមនុស្ស2នាក់បានកំពុងតែធ្វើការវាយគ្នានឹងបរមអ្នកនេះគាត់មានឈ្មោះថាអេឡាវត្រាហើយយើងក៏បានកាត់ទៅមើលអ្វីមួយដែលកំពុងតែហូរតាមទឹកបរោះ2នាក់នេះសានឆ្ងល់គាត់ក៏បានណែទៅយកហើយកំប៉ុងហ្នឹងក៏កាត់ទៅដល់រឿងមនុស្ស 4-5 នាក់នេះគាត់បានជួបជុំគ្នាហើយក៏បានឃើញនៅនារីម្នាក់ដែលមានឈ្មោះថាណាមីហើយគាត់ក៏បានអង្គុយមើលសមុទ្រនិងបានងាកមកវិញបានឃើញបរមម្នាក់ផ្សៀងស្អាតហើយបរមអ្នកនោះក៏បាននិយាយថាសុំស្រឡាញ់បានអត់ណាមីក៏បាននិយាយថាអត់ទេខ្ញុំមិនតន់ស្រឡាញ់អ្នកទេពេលនោះណាមីគឺពិតជានិយាយថាខឹងខ្លាំងមែនទែនហើយក៏បានរវាយបរមអ្នកនោះក៏បានភ័យយ៉ាងខ្លាំងហើយកំប៉ុងនោះក៏បានលេចខ្លាំងមកដល់លើទូកសានីដែរហើយបន្ទាប់មកបរោះ2អ្នកនេះក៏បានលើកមកហើយស្រែកម៉ាងមាត់ធំដាក់លើទូកនោះហើយក៏បានដឹកយកទៅវាយដំហើយក៏បានជិះទូកដាំងអូខេហើយខ្ញុំសូមបញ្ជាក់មួយរឿង One Piece គឺថាអាចធ្វើបានគ្រប់យ៉ាងហើយនៅលើទូកមួយនេះក៏កំពុងតែក្រុមរបស់ទូកចៅរបស់សាននីក៏បានរត់ហើយបរមអ្នកនេះក៏បានភ័យហើយបន្ទាប់មកយើងក៏បានឃើញតួមួយថ្មីនោះគឺមានឈ្មោះថាបរោះប៉ូលីសឃើញជីទូកហើយយើងក៏បានឃើញនៅកូឌីរ៉ូជើគីកូម៉ូរីហើយយើងក៏បានឃើញនៅទស្សនភាពមួយដ៏អស្ចារ្យនោះគឺទូកចេះនិយាយចតក៏បាននិយាយថាអូទូកចេះនិយាយខ្ញុំមិននឹកស្មានសោះហើយក៏បានកាត់មកដល់តួមួយដែលមានឈ្មោះថាខូប៊ីគាត់ក៏បាននិយាយថា Hello ចាយហើយក៏ម៉ាប់ហើយមីមួយនេះគាត់ក៏បាននិយាយថាយើងនឹងខឹងឯងយើងនឹងវាយឯងពេលនោះខូប៊ីបាននិយាយថាចាយក៏ម៉ាប់កុំវាយខ្ញុំហើយក៏បានកាត់ទៅដល់នារីម្នាក់ឈ្មោះថាណាមីហើយក៏បានទាត់តាប៉ែនេះមួយជើងចំពងក្តរហើយតាប៉ែនោះក៏បាននិយាយថាខ្ញុំមិនដឹងអីទេកុំវាយខ្ញុំអ្នកនាងហើយគាត់ក៏បាននិយាយថាអូខូប៊ីតើឯងទៅណាហើយទីនោះមានកាមេរ៉ាសុវត្ថិភាពខូប៊ីក៏បានចង់ទៅលួចអ្វីមួយនោះហើយគាត់ក៏បានទៅរុញធុងនោះហើយរឿងរបស់យើងក៏បានកាត់មកដល់ប្រូនេះដើរមកដល់ដែរហើយគាត់ក៏បានតនេះគឺជាចៅ3នាក់មានឈ្មោះថាចៅទី1ក៏ម៉ាប់ទី1មានឈ្មោះថាចៅត្រីចៅទី2មានឈ្មោះថាចៅចាប់ចៅទី3មានឈ្មោះថាចៅកំកែបអូខេបងប្អូនយើងកាត់មកដល់ទីនេះក្រុមចៅក៏បាននិយាយថាតើឯងចង់ធ្វើអ្វីខូប៊ីក៏មិននេះស្អីដែរក៏បានឃើញលូហ្វីមិនមែនលូហ្វីទេបងប្អូនច្រឡំសានជីងក៏បានហក់មកដល់វាយអាប៉ែចៅ3នាក់នោះក៏បានដេកសន្លប់ហើយខូប៊ីក៏បាននិយាយថាអរគុណសានជីងក៏មិននិយាយអីច្រើនដែរគាត់ក៏បានឲ្យគេតារ៉ូអីឲ្យគាត់ញ៉ាំពេលនោះសានជីងញ៉ាំឡើងអស់20លានហើយខូប៊ីក៏បាននិយាយលួងលោមរបស់លូហ្វីថាមិនអីទេហើយលូហ្វីក៏បាននិយាយថាអរគុណឯងហើយសានជីងហើយខូប៊ីបាននិយាយថាជួយខ្ញុំផងខ្ញុំចង់រត់ចេញពីទីហ្នឹងហើយតមកលូហ្វីឯងកំសាកមកហើយតមកក៏ឃើញពីលើចៃម៉ាប់ធ្លាក់មកពីលើហើយលូហ្វីក៏ភ្ញាក់ផ្អើលខ្លាំងមែនតើហើយតមកចៃម៉ាប់នឹងនិយាយថាអេណាខូប៊ីខូប៊ីវារពូនបាត់ហើយខ្ញុំចង់រត់ចេញពីទីហ្នឹងចាខ្ញុំរត់ចេញឥឡូវហើយបាទតែម៉ាប់និយាយថាឯងនឹងស្លាប់ហើយលូហ្វីក៏បានរត់ទៅរងឲ្យខូប៊ីក៏បានភ័យខ្លាំងមែនតើខូប៊ីយំហើយតែមកលូហ្វីក៏បានរត់ចូលវាយជាមួយពួកកប៉ែកប៉ុកចោលសមុននោះលូហ្វីខ្លាំងមែនតើមួយដៃចុកក្តរខ្លាំងមែនតើហើយមកលូហ្វីក៏បានហោះហើយដល់មកមួយពាក់ពោះស្វាយនេះក៏ត្រូវគ្នា3នាក់លួចទាំង3នាក់ហើយដល់មកលូហ្វីក៏បានរត់ចេញពីពួកចោលសមុទ្រកប៉ែកប៉ុងលូហ្វីនិយាយថាអាចហើយនឹងស្លាប់ហ្គាំឯងនឹងស្លាប់
ហើយតមកពួកអាចោសមុទ្រកាប៉េកប៉ុងហ្នឹងក៏បានរត់ទៅហើយតមកដៃត្រូវរបស់ Luffy ចុកខ្លាំងមែនតើ Kobe និយាយថាមិនក៏ Luffy ឯងខ្លាំងយ៉ាងនេះហើយតមក Luffy ថាខ្លាំងលេងហើយតមកយើងឃើញនារីម្នាក់លួចអីវ៉ាន់មាសនៅឈ្មោះហ្នឹងនារីឈ្មោះណាមីតមកត្រីចែម៉ាប់ម្នាក់ហ្នឹងមានឈ្មោះថាចែម៉ាប់ទៅ Kobe បាននិយាយថាចែម៉ាប់ឯងកុំធ្វើបាបខ្ញុំចែម៉ាប់ឯងកុំធ្វើបាបខ្ញុំហើយតមកពួកអាកងរៀងកាប៉េកប៉ុងមួយហ្នឹងហើយតបានឃើញណោះហើយពួកមកចែម៉ាប់ម្នាក់ហ្នឹងក៏ពិតជាខឹងខ្លាំងមែនតើតមកចែម៉ាប់ម្នាក់ហ្នឹងអា Kobe វាក៏ទៅពីហាមាត់និយាយពួកអាកងរៀនឯងកាប៉េកប៉ុងប្រយ័ត្នអញសម្រាប់ចោលហើយតមកពួកអាកងរៀនពិតជាភ័យខ្លាំងមែនតើមិនដែលឃើញ Kobe ចេញចរិតបែបហ្នឹងមកទេចែម៉ាប់របស់យើងក៏ខឹងណាស់ដែរចែម៉ាប់របស់យើងត្រៀមនឹងវាយ Luffy ហើយតមក Luffy បានទៅសួរថាចែម៉ាប់ឯងខឹងដែរហើយចែម៉ាប់ដាក់មកដៃមក Luffy គ្មានភ័យអីបន្តិចហើយតមក Luffy យកទៅមុខរងក៏ស្រួលណាស់ដែរចែម៉ាប់របស់យើងឆ្ងល់ខ្លាំងមែនតើជុំមិនឯងខ្លាំងម្ល៉េះហើយ Luffy ប្រើមួយជើងមួយដៃត្រូវកដាពោះចែម៉ាប់ហើយហោះទៅបាតហើយតមក Luffy របស់យើងបានជូន Kobe ទៅធ្វើកង Marine ទៅកោះមួយដែលមានឈ្មោះថា Mistman Island Luffy បាននិយាយដាក់ Kobe ថាឯងចង់ទៅទីណាទៀតទេហើយ Kobe បាននិយាយថាខ្ញុំចង់ទៅធ្វើកង Marine ហើយ Luffy បាននិយាយថាកង Marine យើងចង់ធ្វើជាចៅសមុទ្រហើយទៅមក Luffy បានដល់កោះ Mistman Island Kobe ក៏ដល់នឹងដែរពេលគេឃើញ Luffy ពិតជាខ្លាច Luffy ខ្លាំងមែនតើព្រោះ Luffy បាទសម្រាប់ចែម៉ាប់របស់យើងហើយទៅមក Luffy ហើយទៅមកយើងឃើញតបផ្ទះហើយ Luffy បើដើរមួយ Kobe ដើររកអីញ៉ាំឆ្ងាញ់ហើយទៅមកយើងឃើញកង Marine មួយហើយទៅមក Luffy បានទៅដល់ទីហ្នឹងដើររក Zoro ទៅមក Luffy បានទៅឃើញ Zoro នៅឃ្លៀងមាត់ឃ្លាំងបាន Luffy កំចង់ទៅជួយ Zoro បាននិយាយថាឯងមិនបាច់ជួយយើងទេសានចេញបាននិយាយថាមិនបាច់ជួយយើងទេហើយ Luffy ចង់ជួយដែរតែឃើញស្រីម្នាក់ទៅហ៊ានខ្លាំងមែនតើបានចូលទៅក្នុងនឹងយកបាយដំណើបឲ្យ Luffy ញ៉ាំហើយទៅមកចែមួយនឹងបាននិយាយថាអេបងញ៉ាំហើយទៅមកចែមួយហ្នឹងក៏បានឲ្យបាយដំណើប2ដុំហើយទៅមកយើងក៏បានឃើញហើយមិត្តពោគាត់មានឈ្មោះថាហើយមិត្តពោកង Marine នៅក្រោយ2នាក់មកដើរនិយាយច្រឡោតក្មេងមួយនេះចង់សម្លាប់ក្មេងមួយនឹងចោលហើយនិយាយឯងយ៉ាត់មួយថ្ងៃយ៉ាត់ងាប់ហើយតមក Zoro ឃើញអញ្ចឹងក៏ចង់ជួយដែរប៉ុន្តែហេមិតពោខ្លាំងណាស់ព្រោះអីហេមិតពោគឺជាស្ដេចចៅសមុទ្រ Cody Roger ហើយតមកហេមិតពោយកត្រៀមនឹងវាយនេះហ្នឹងវាយនឹងចាស់មួយនឹងហើយហើយមិត្តពោនិយាយច្រើនខ្លាំងមែនតើខ្ញុំរៀបរាប់មិនតាន់ទេហើយតមកចែមហ្នឹងហើយហេមិត្តពោក៏ជន់បាយមួយនឹងចោលហើយតមកហេមិត្តពោចាក់ឲ្យកង Marine ម្នាក់ហ្នឹងយកនេះនារីម្នាក់ហ្នឹងបោះទៅក្រោយហើយតមក Luffy បានទៅយកខ្លួនរងពិតជាខ្លាំងមែនតើ Luffy របស់យើងខ្លាំងជាងគេបង្អស់នៅលើពិភពលោកហើយតមកហេមិត្តពោយកក្រៀមសម្លាប់ Zoro ចោលហើយហេមិត្តពោឆ្លោយឌឺខ្លាំងមែនតើហើយតមកយើងក៏បានឃើញ Luffy មកដើរជិត Zoro ចង់ជួយ Zoro ប៉ុន្តែនេះ Zoro មិនឲ្យ Luffy ជួយទេប៉ុន្តែ Zoro ពឹងឲ្យ Luffy រើសបាយដំណើបឲ្យគាត់ញ៉ាំវិញតមក Zoro ថាយកដាក់ចូលក្នុងមាត់គាត់មកតមក Zoro ក៏បាននិយាយថាឯងចង់មកទីនេះធ្វើអីហើយតមក Luffy បានទៅនិយាយប្រាប់ក្មេងស្រីម្នាក់ហើយទៅក្មេងស្រីម្នាក់ហ្នឹងពិតជាសប្បាយចិត្តខ្លាំងមែនតើចប់ណាហើយតមកហេមិត្តពោនិយាយថាអូចង់ធ្វើអញ្ចឹងហើយតមក Luffy បាននិយាយថាហើយមានមួយនោះបាននិយាយថា Zoro ធ្លាប់ជួយខ្ញុំដល់ពេលនៅហាងទៅមានឆ្កែម្នាក់បានមកលូកលុកហាងទៅហើយតមក Zoro ក៏បានទាត់ឆ្កែនឹងមួយជើងហើយវាយទាំងម្ចាស់ទៀតហើយតមក Luffy កាន់តែសួរច្រើនខ្លាំងមែនតើខ្ញុំនិយាយមិនតាន់ទេហើយតមកនិយាយម្នាក់ហ្នឹងបាននិយាយថាហើយកុំប៉ុនសួរច្រើនពេកអញនិយាយអត់តាន់ទេហើយតមក
នារីម្នាក់ហ្នឹងនិយាយច្រើនដែរហើយខ្ញុំនិយាយប្រាប់ថាខ្ញុំសម្រាប់តន់ទេហើយមកនារីម្នាក់ហ្នឹងពិតជានិយាយច្រើនខ្លាំងមែនតើហើយតមកឃើញនិយាយប្រវត្តិរបស់នារីម្នាក់ហ្នឹងគាត់ក៏បានវាយឆ្កែហ្នឹងហើយតមកហេមត់ពោក៏ចង់គម្រាមសម្រាប់កាត់កមួយនឹងចោលហើយតមកឆ្កែហ្នឹងមកខំហក់ខំនារីម្នាក់ហ្នឹងតមកសូរោទាត់មួយជើងហើយវាយទាំងម្ចាស់ហ្នឹងទៀតលំបែកមាត់ហើយទូរបស់យើងក៏បានបែកមាត់រហូតចាក់ឈាមសូរ៉ូក៏បាននិយាយថាតើឯងចង់បានអ្វីឡាពូចង់បានឡាពូមីហើយក៏បានកាត់ទៅដល់លូហ្វីហ្នឹងនារីចាយម្នាក់ហើយចាយម្នាក់នោះបាននិយាយថាអូនលូហ្វីបងឃ្លានអីហូបអូនឯងមានអីហូបអត់លូហ្វីក៏បាននិយាយថាអូហេតុអីគ្រូឯងយំយើងក៏ឃ្លានដូចឯងដែរតែយើងមិនមានអីស៊ីឡាពូឈប់យំទៅចាំយើងមានអីឯងស៊ីកាត់មកដល់ទីនេះសានគីននិងឡាមីមីកំពុងតែស្រាយចំណងឲ្យសូរ៉ូដើម្បីទៅកំចាត់បិសាចបន្តទៀតតបមកថូប៊ីក៏បាននិយាយថាឯងសូរ៉ូឯងអត់ឃ្លានបាយទេខ្ញុំមិនឃ្លានទេហើយថូប៊ីក៏ថាឲ្យខ្ញុំស្រាយចំណងឲ្យទៅមិនបាច់ជួយយើងទេបន្ទាប់មកគំរាមក៏បានយកកាភ្លើងមកជូនមួយទៀតវាកាន់ដៃធំដៃហ្នឹងវាដាក់បថៅហើយមួយហ្នឹងគ្មានណាគេគ្មានណាគេខ្លាចវាទេពួកអីវាអន់បន្ទាប់មកលូហ្វីចេញមកនិយាយមួយអាថូប៊ីហ្នឹងrồiលេងអីកន្លែងហ្នឹងផ្ទះស្អាតគេក៏បានខេញដាវដល់3បន្ទាប់មកកូនរីហ្នឹងជួកាភ្លើងមិនចេះហើយលូហ្វីក៏បានអើតមើលតាមអួចក៏បានសម្លឹងមើលទៅភ្នែកលេងអីមួយនោះវាគេហាមាត់លូហ្វីឡើងតូចនោះក៏បាននិយាយថាបានខុសចាស់គ្នាបើជួបគ្នានៅរឿងលូហ្វីនៅវីដេអូក្រោយ